ឲ្យទិញ condo ទៅដឹងតែខាតដឹងតែមិនអឬក៏អីទេពេលថ្ងៃក្រោយទៅគឺវាមានការលក់ដោយមានការប្រគល់ប្រជែង ជំរាបសួរបងនេះ សួរដល់ឡែន ចាបងនេះថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់សួរទៅកាន់បងហ៎បងតើអនាគតទីផ្សារ condo នៅកម្ពុជាបងឲ្យគិតថានឹងដើរថយក្រោយឬមកទៅមុខដែរបង បើសិនជាដល់ឡែនសួរខ្ញុំអញ្ចឹងខ្ញុំតែហ៊ាននិយាយថាល្អនឹងរីកចម្រើនសួរគេជេរយើងពេញ Facebook ហ៎ព្រោះហេតុអីគេប្រែថាឥឡូវវិស័យចទ្របជាប់គៀង condo លក់ក៏ខាតច្រើនលក់មិនចេញក៏មានដែរប៉ុន្តែខ្ញុំនៅតែនិយាយថានៅក្នុងអនាគតទីផ្សារ condo នឹងមានការរីកចម្រើនប៉ុន្តែរីកចម្រើនដោយមានការបែងចែកច្បាស់លាស់បាទយើងប្រហែលជាមិនអាចសម័យថាយើងចង់បានដូចនៅអតីតកាលចំនួនមុន COVID 2017 18 19ហ្នឹងគឺវាខុសគ្នាដោយសារតែពេលនោះគឺមានអ្នកវិនិយោគ condo ហ្នឹងភាគច្រើនគឺជនបរទេសខ្មែរយើងគឺតិចមែនតើសឹងថាខ្មែរខ្លះគឺមិនស្គាល់ថា condo គឺជាអ្វីផងគាត់ដែរដឹងផងអញ្ចឹងដល់ពេលនោះគឺទិញភ្លាមទុកបានមួយរយៈទុកបី condo នោះដល់សងហើយក៏ចំណាំឃើញចំណេញហើយប៉ុន្តែអត់តាក់ទងជាមួយយើងគឺភាគច្រើនគឺអ្នកវិនិយោគនៅស្រុកក្រៅទេតែក៏យើងមិនថាគិតតាក់ទងជាមួយនឹង negative ថាវិជ្ជមានថាអូឲ្យទិញ condo ទៅដឹងតែខាតដឹងតែមិនអឬក៏អីទេព្រោះអីដូចខ្ញុំបានលើកឡើងមកអញ្ចឹងគឺមានការបែងចែកដោយច្បាស់លាស់ហ្នឹងហើយគ្រប់មកពេលថ្ងៃក្រោយទៅគឺវាមានការលក់ដោយមានការប្រគល់ប្រជែងអញ្ចឹងខ្ញុំអាចនិយាយថាយើងចែកទាំងជាពីរដំណាក់កាលទី1គឺយើងហៅថារយៈពេលខ្លីពី1ឆ្នាំទៅ3ឆ្នាំពេលដែល1ឆ្នាំទៅ3ឆ្នាំវាក៏មានការប៉ះពាល់ហើយជាពិសេសគឺតាក់ទងជាមួយសេដ្ឋកិច្ចវាមិនតែស្រុកខ្មែរយើងទេគឺសកលលោកតែម្ដងតាក់ទងជាមួយនឹង GDP សេដ្ឋកិច្ចរបស់យើងគឺនៅតែមានការកើនឡើងអញ្ចឹងគ្រាន់តែល្បឿននៃការកើនឡើងហ្នឹងគឺមិនដូចពីមុននៅតែមិនដូចប្រហែលឆ្នាំមុនគឺមានស្ថិរភាព 6% ទៅ 7% នៅក្នុងមួយឆ្នាំប៉ុន្តែក៏នៅតែមានការកើនឡើងអញ្ចឹងទី2គឺតាក់ទងជាមួយនឹងគម្រោងដែលគេបានលក់ប្រហែលឆ្នាំមុនចាប់ដើមបកគោសោឲ្យទៅដល់អតិថិជននេះអញ្ចឹងវាកើតឡើងមានបញ្ហាគេគឺការផ្គត់ផ្គង់ហ្នឹងលើសពីតម្រូវការអញ្ចឹងអាហ្នឹងក៏មានការប៉ះពាល់ដែរទី3គឺតាក់ទងជាមួយនឹងការលក់គេហៅថា second hand market subsale ដែលលក់បន្តហ្នឹងគឺក៏ធ្វើឲ្យមានការប៉ះពាល់ខ្លាំងពីព្រោះអ្នកដែលទិញពីមុនហ្នឹងភាគច្រើនគឺជាអ្នកវិនិយោគមកពីស្រុកក្រៅអញ្ចឹងគឺអត់មានតម្រូវការក្នុងការរស់នៅទេគាត់វិនិយោគគាត់សង្ឃឹមថាគាត់អាចទិញមកដើម្បីទុកជួលអញ្ចឹងមានការលក់នឹងប្រកួតប្រជែងខ្លាំងតាក់ទងជាមួយតម្លៃហើយជាពិសេសលក់មិនចេញនៅក្នុងទីតាំងដែលមិនត្រូវតំបន់តម្រូវការអញ្ចឹងអាហ្នឹងគឺនៅក្នុងរយៈពេលខ្លីមានការប៉ះពាល់តែបើសិនជារយៈពេលវែងពី3ឆ្នាំទៅ10ឆ្នាំទី1តាក់ទងជាមួយនឹងសេដ្ឋកិច្ចកម្ពុជារបស់យើងនឹងមានការកើនឡើងមិនថាវិស័យឧស្សាហកម្មមិនថាទេសចរនឹងមានការកើនឡើងអញ្ចឹងធ្វើឲ្យមានតម្រូវការជាពិសេសលំនៅឋានពេលថាមានតម្រូវការលំនៅឋានអញ្ចឹងជាពិសេសគឺនៅក្នុងទីក្រុងភ្នំពេញជាមួយនឹងតំបន់សេដ្ឋកិច្ចផ្សេងៗហ្នឹងទៅទី2គឺតាក់ទងជាមួយនឹងបងប្អូនប្រជាជនយើងដែលគាត់រស់នៅតាមបណ្ដាខេត្តជាងគាត់ចាប់ដើមចង់មកទីក្រុងភ្នំពេញយើងដើម្បីស្វែងរកឱកាសការងារឬក៏មកបន្តការសិក្សារៀនចប់សាកលអីហ្នឹងទៅអញ្ចឹងក៏វាធ្វើឲ្យមានតម្រូវការក្នុងការរស់នៅដែរហើយកុំភ្លេចថាប្រទេសរបស់យើងហ្នឹងគឺគេហៅថាគឺជាប្រទេសវ័យក្មេងដែលមានអាយុមធ្យមគឺ26ទៅ27ឆ្នាំអញ្ចឹងក៏គាត់ដល់ពេលមួយដែលថាគាត់ចង់មានគេហៅថាត្រូវការរៀបការហើយជាមួយនឹងបង្កើតគ្រួសារទូចមួយអញ្ចឹងពេលគាត់បង្កើតគ្រួសារទូចមួយគាត់ត្រូវការចម្រោកសម្រាប់គ្រួសារទូចរបស់គាត់ហ្នឹងអញ្ចឹងក៏វាធ្វើឲ្យមានតម្រូវការនៅក្នុងការរស់នៅហើយសូមទៀតថាចុះតាក់ទងអីជាមួយ condo គាត់អាចទិញផ្ទះដែលជាប់ដីបានដែរ